មួយព្រះសមណគោតមព្រះពុទ្ធបរមគ្រូកាលនោះមានប្រជជន80ព្រះវស្សាបានយាងគ្រប់ទីកន្លែងដើម្បីប្រោះអស់សពសត្វលោកដោយមានអានន្ទជាសាវកដង្ហែអមព្រះដំណើរផងព្រះអង្គបានយាងដល់កោះមួយដែលមានដើមភ្លោកដុះបែកមែកត្រសុំត្រសាយនៅក្រោមដើមភ្លោកនោះមានរន្ធមួយយ៉ាងជ្រៅដែលជាផ្លូវចេញចូលរបស់ឋាននាគសម្រាប់មកក្រសាលីនៅទីនោះក៏មានសត្វត្រកួតមួយរស់នៅដ៏សុខសាន្តផងដែរព្រះអង្គនិងអានន្ទបានគង់នៅក្រោមដើមភ្លោកសោយចង្ហាន់ដោយក្លិនម្ហូបអាហារឈ្ងុយពេកទ្រាំមិនបានសត្វត្រកួតក៏ចេញមកហើយព្រះអង្គក៏ពូតបាយឲ្យសត្វត្រកួតនោះឆីដោយសារអាហារឆ្ងាញ់ពេកត្រកួតក៏លិតមាត់លិតកលៀនអណ្ដាតចេញមកក្រៅតតឃើញសត្វត្រកួតមានអណ្ដាតព្រែកជាពីរព្រះពុទ្ធទ្រង់ឈ្ងោកព្រះភ័ក្ត្រទៅព្រះធរណីដោយក្តីញញឹមឃើញដូចនោះអានន្ទឆ្ងល់ក៏ក្រាបបង្គំសួរព្រះអង្គដើម្បីពន្យល់អំពីហេតុផលបបិទ្ធព្រះដ៏មានព្រះភិក្ខម្ចាស់នៃសក្ការៈបូជានៃទេវតាអិនព្រំទេវបុត្រទេពអប្សរនិងអំបូរនាគទ្រង់មានព្រះមេត្តាញាណនិងបារមីបញ្ញាសូមព្រះអង្គទ្រង់បំភ្លឺផ្លូវនៃភពល្ងិតល្ងងទូបង្គំមានការឆ្ងល់ចំពោះព្រះភ័ក្ត្រព្រះអង្គទតសត្វត្រកួតហើយសម្លឹងព្រះធរណីដោយគួរឲ្យកត់សម្គាល់បបិទ្ធមនាលអានន្ទអើយបបិទ្ធទេវតាអិនព្រំទេវបុត្រទេពអប្សរបវរកញ្ញាសូមទ្រង់សន្តាប់និងចងចាំនៅពុទ្ធទំនាយទៅថ្ងៃអនាគតកោះគោកធ្លោកនេះនឹងคล้ายទៅជានគរមួយប្រកបដោយមហិទ្ធិឫទ្ធិខ្លាំងក្លាមានទឹកដីធំទូលាយចំណែកសត្វត្រកួតនេះនឹងត្រូវសជាតិទៅជារាជបុត្រនគរឥន្ទបត្តបុរីទ្រង់នឹងយាងទៅសោយរាជ